តាមឧទាហរណ៍ខាងលើយើងសង្កេតឃើញថាកំហុសឆ្គងឬការថ្លោះថ្លួយរបស់អង្គការឬក្រុមហ៊ុនជំនួញទាំងនោះសុទ្ធតែមានមូលហេតុមកពីការយល់មិនបានស៊ីជម្រៅឬក៏យើងហៅថាយល់ស្ទើរពោលគឺខ្វះការយល់ដឹងឲ្យបានគ្រប់គ្រាន់ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវនោះឯងអ្វីទាំងនេះគឺដោយសារតែកង្វះខាតអំពីការយកចិត្តទុកដាក់ស្វិតស្វែងសិក្សាស្រាវជ្រាវរកព័ត៌មានសម្រាប់មកស្ទាបស្ទង់ពីតម្លៃប្រមាលមើលពីស្ថានភាពឲ្យបានល្អិតល្អន់ទើបធ្វើឲ្យមានការសម្រេចចិត្តខុសដែលជាប្រការគួរឲ្យសោកស្ដាយបំផុតពេលខ្លះការសម្រេចចិត្តខុសតែម្ដងគត់វាក៏ជាការក្របក្រណាស់ទៅហើយនៅក្នុងជីវិតដែលធ្វើឲ្យជីវិតតខ្លួនក្រុមហ៊ុនឬក៏ប្រទេសជាតិនឹងត្រូវជួបនឹងក្តីវិបត្តិឬក្តីវិនាសអន្តរាយដ៏ធំធេងទាំងនោះស្នេហាជាតិបូកជាមួយនឹង Chester ឬក៏យើងហៅថាល្ងងវានាំមកឲ្យនៅលទ្ធផលស្ដាយក្រោយឬវិនាសអន្តរាយនេះជាមេរៀនដែលយើងត្រូវចងចាំយើងជឿថាបងប្អូនខ្មែរគ្រប់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិតែអ្វីដែលយើងត្រូវភ័យគឺការបិទខ្លួនឯងអួតខ្លាំងអួតឆ្លាតអាត្មានិយមអញនិយមនោះឯងដែលនាំឲ្យយើងធ្លាក់ចូលទៅក្នុងរណ្ដៅគ្រោះថ្នាក់ហើយទីបញ្ចប់ក៏បន្ទោសដាក់គ្នាតែអញ្ចឹងទៅស្នាមញញឹមនៃភាពជោគជ័យការរៀនគឺជាផ្លូវឆ្ពោះទៅរកជោគជ័យបុគ្គលស្ថាប័ននានាឬក៏សង្គមណាដែលយកចិត្តទុកដាក់ក្នុងការរៀនសូត្រមិននៅត្រង់មួយកន្លែងពួកវាកសាងខ្លួនដើរទៅមុខជាប្រចាំគេមុខជាបានសម្រេចជោគជ័យនៅថ្ងៃណាមួយជាប្រកាសមានរឿងនិទានរបស់ Yahoo ដែលជារឿងនិទានរបស់និស្សិត2នាក់បានបញ្ចប់បរិញ្ញាបត្របណ្ឌិតផ្នែកវិស្វករអគ្គិសនីពីមហាវិទ្យាល័យ Stanford របស់សហរដ្ឋអាមេរិកគេទាំងពីរនាក់ហ្នឹងគឺ David Filo និង Jerry Yang ជាជនជាតិកូរ៉េខាងត្បូងពួកគេចូលចិត្តស្រាវជ្រាវព័ត៌មានផ្សេងៗពីក្នុងប្រព័ន្ធអ៊ីនធឺណិតគេបានកត់សម្គាល់ឃើញថាទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ទាំងឡាយនៅក្នុងនោះពុំទាន់បានរៀបចំឲ្យស្រួលបួលតាមលំដាប់លំដោយនៅឡើយទេនៅក្នុងខែមេសាឆ្នាំ1994ពួកគេបានចាប់ផ្ដើមចំណាយពេលវេលារបស់ខ្លួនក្នុងការរៀបចំទិន្នន័យទាំងនោះឲ្យមានភាពជាលំដាប់ជាក្រុមនិងប្រមូលផ្ដុំទុកនៅកន្លែងគេហទំព័រដែលយើងហៅថា home page ហើយគេឲ្យឈ្មោះថា Yahoo នោះឯងលទ្ធផលជាក់ស្ដែងបានបង្ហាញឲ្យយើងឃើញថាអ្នកដែលប្រើអ៊ីនធឺណិតពាសពេញទូទាំងសកលលោកបានបើកចូលមើលគេហទំព័ររបស់គេដោយមកពីវាមានភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យផ្សេងៗដែលអ្វីទាំងនេះកើតឡើងដោយការស្រឡាញ់ចូលចិត្តនិងការយកចិត្តទុកដាក់ទើបធ្វើឲ្យពួកគេបង្កើតបានទៅជាមុខរបរមួយដែលមានទឹកប្រាក់រាប់លានដុល្លារចំណូលរបស់ពួកគេបានមកពីការលក់ទំព័រឃោសនាឲ្យក្រុមហ៊ុនជំនួញផ្សេងៗដែលនាំយកមុខទំនិញរបស់ខ្លួនមកចុះផ្សាយក្នុងគេហទំព័ររបស់ Yahoo នោះឯងក្រៅពីនេះពួកគេបានទទួលប្រាក់ចំណូលបន្ថែមដោយការលក់ផលិតផលផ្សេងៗដែលដាក់ស្លាកយីហោថា Yahoo ទៀតផងពេលដែល Jerry Yang ធ្វើដំណើរវិលត្រឡប់មកកូរ៉េខាងត្បូងដែលជាប្រទេសកំណើតរបស់ខ្លួនគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រធានាធិបតីរបស់ខ្លួននិងប្រជាជនកូរ៉េប្រៀបដូចជាវីរបុរសរបស់ជាតិម្នាក់ដូច្នេះដែរជោគជ័យដ៏ធំធេងអស្ចារ្យរបស់គេព្រមទាំងមិត្តភ័ក្តិគឺកើតឡើងដោយការរៀនសូត្របត់បែននិងសម្របទៅតាមដំណើរការផ្លាស់ប្ដូររបស់ពិភពលោកយើងនោះឯងភាពជោគជ័យមិនមែនជារបស់បានមកដោយងាយនោះទេតែវាកើតឡើងដោយញើសឈាមនៃការរៀនសូត្រហេតុនេះបើអ្នកណាចង់បានវាអ្នកនោះត្រូវតែឧស្សាហ៍ព្យាយាមរៀនសូត្រស្វែងយល់ពីអ្វីផ្សេងៗរៀនដោយមិនធុញទ្រាន់មានស្មារតីភ្ញាក់រលឹកជាប្រចាំដើរឆ្ពោះទៅរកគោលដៅនៅខាងមុខនោះហើយគឺជាភាពជោគជ័យដ៏មានរសជាតិឈ្ងុយឆ្ងាញ់និងបើអ្នកណាមិនបានស្វែងយល់រៀនសូត្រជាប្រចាំពេលនោះគេពិតជាមិនអាចភ្លក់រសជាតិនេះបានយ៉ាងពិតប្រាកដអ្វីដែលអ្នកចេះនៅក្នុងថ្ងៃនេះវាអាចនឹងហួសសម័យនៅក្នុងថ្ងៃស្អែកបើអ្នកឈប់រៀនសូត្រអ្នកគឺនឹងគាំងនៅនឹងមួយកន្លែងតែម្ដង